បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងបង្ហាញពីមេរៀនជាបន្តពីអ្នកទាំងអស់គ្នាបាទថ្ងៃនេះយើងចាប់ផ្ដើមទៅដល់មេរៀនចាប់ផ្ដើមជាមួយកម្មវិធី Microsoft Word 2010បាទមេរៀននេះបងប្អូនធ្លាប់បានរៀនរួចមកហើយបាទអញ្ចឹងហើយដែលខ្ញុំបានឃើញបងប្អូនអ្នកទាំងគ្នាមើលទៅនៅកម្មវិធី Microsoft Word បាទ Microsoft Word 2010គឺជាកម្មវិធីមួយបម្រើការផ្នែករដ្ឋបាលទូទៅមានជំនាញខាងសរសេរអត្ថបទឬក៏ស្នាមផ្សេងរបាយការណ៍បង្កើតតារាងបញ្ចូលរូបភាពធ្វើអង្គុលីលេខដាក់បន្ទាត់ស៊ុំខាត់ពណ៌និងរចនាអក្សរបានយ៉ាងល្អប្រណិតមិនតែប៉ុណ្ណោះវាអាចជួយសម្រួលដល់ការត្រួតពិនិត្យអក្ខរាវិរុទ្ធជាសម្រួលដល់ការត្រួតពិនិត្យនៃអក្ខរាវិរុទ្ធដែរបាទយ៉ាងភាសាអង់គ្លេសបានយ៉ាងសុក្រិតបាទជាចំណុច2យើងនិយាយពីរបៀបនៃការចូលកម្មវិធី Microsoft Word 2010បងប្អូនអ្នកទាំងអស់គ្នាគាត់តែចុចលើ Start យកពីថា Program ពីថា Microsoft Office និង Microsoft Word 2010បាទនៅមេរៀនមុនខ្ញុំបានធ្វើពីវីដេអូរបៀបបើកកម្មវិធី Microsoft Word 2010ហើយបាទខ្ញុំគាត់ថាសង្ខេបទេដើម្បីចូលមេរៀនថ្មីបាទនៅមេរៀនមុនខ្ញុំក៏បានបង្ហាញពីផ្ទាំងកម្មវិធីនេះហៅថាផ្ទាំងកម្មវិធី Microsoft Word 2010បាទដែលចង់ថានេះគេហៅថាប្រវែងកម្រិតពីនេះពីចិត្តនេះព្រំដែននៃការផ្សេងនេះគេហៅថាកម្រិត margin បាទហើយតំបន់នៅក្នុងព្រំដែននៃការសរសេរនេះយើងហៅថាកន្លែងដែលយើងចង់និយាយថាពណ៌កូវីយើងសរសេរសម្រាប់រាល់ឯកសារដែលយើងសរសេររាល់តែអ្វីដែលយើងចង់ធ្វើបានដែលយើងអញ្ចឹងថានិយាយថា Microsoft Word 2010ហ្នឹងវាមានអត្ថប្រយោជន៍ខ្លះបាទសម្រាប់ធ្វើកិច្ចស្នាមរដ្ឋបាលទទួលស៊ុំណាធ្វើ sticker ដាក់បន្ទុកបាទហើយយើងអាចសុំមកបានបាទនៅក្នុងយើងមិនត្រឹមតែExcel សតបានទេបាទនៅ Word ក៏អាចសតបានដែរបងប្អូនហើយគាត់បាទអញ្ចឹងខ្ញុំមិនបង្ហាញតាមអក្សរមួយបាទគឺយើងទាំងអស់គ្នាយើងឃើញថាមុនបងបង្ហាញពីជំវិញនេះអត់សិនបាទនឹងហៅថា text boundary នេះក៏ text boundary ដែរបាទយើងក្នុងថ្ងៃនោះបងប្អូនគ្នាស្គាល់ពីខាងក្រោមនេះខ្ញុំមានមេរៀនខ្ញុំបានបង្ហាញហើយនៅខាងឯកសារមេរៀនរបស់បងឲ្យបាទបង្ហាញយ៉ាងគ្នាបានយូរហើយបងគ្នាអាចទៅបើកវីដេអូនេះបងប្អូនអាចដឹងថាធ្វើអីទៅមុខងារនៅទូនាទីមកវាធ្វើអីបាទនេះណា horizontal bar បាទបន្តយើងបង្កើតឯកសារទៅឆ្វេងស្ដាំបាទអានេះហៅថា scroller bar ជាមេរៀននេះខ្ញុំបានបង្ហាញបងប្អូនគ្នាហើយបងប្អូនបានបង្ហាញឡើងទៅបាទនេះជាឯកសារមេរៀនដែលខ្ញុំបានរៀបចំមកហើយខ្ញុំនឹងរៀននៅតាមចាំរូបខ្ញុំដែរបាទគឺមានអត្ថន័យនៅពាក្យនៅខាងក្រោមនេះបាទជាពាក្យថាopening វិសេខំពីណា title bar ជា title bar គឺជាបង្ហាញឈ្មោះនៃកម្មវិធីឯកសារដែលយើងកំពុងប្រើបាទនេះបើថានេះ title bar បាទបើនិយាយចំនេះគឺtitle bar បាទវាឈ្មោះឯកសាររបស់យើងបាទ menu bar ឬក៏ ribbon ប៊ូតុងវាបានបង្ហាញឈ្មោះពីប៊ូតុងរបស់កម្មវិធីបាទចឹងអ្នកគ្នាអាចមើលទៅខ្ញុំធ្វើវីដេអូខ្លីដើម្បីទៅមកគ្នាបាទអ្នកគ្នាបានយល់ទៅកម្មវិធីរបស់យើងពីរបៀបនៃការបញ្ចូល keyboard ពី keyboard ខ្ញុំបានបង្ហាញពីអ្នកទាំងអស់គ្នាដែរបាទនេះគ្នាមើលទៅបាទនេះគឺមួយដែលខ្ញុំបង្ហាញអ្នកគ្នានេះបាទបាទស្គាល់អីណាដោយសារខ្ញុំបានបង្ហាញអ្នកគ្នាពីប៊ូតុង keyboard
រៀននេះគឺមិនហាញយកនិយាយមកទៅហាញខាង keyboard ទៅ on screen មកមានរៀននោះទៅ on screen មកបាទចឹងគឺថានេះគឺ keyboard របស់យើងបាទចឹង keyboard មួយវាមានទូនាទីរបស់វាហើយធ្វើអីជាអ្នកមេរៀនបន្តក្នុងបងប្អូនទៅសិក្សាពីនេះឧបករណ៍ប្រើប្រាស់ឧបករណ៍សម្រាប់បត់បត់ណាដែលប្រើប្រាស់ keyboard ហើយប្រើនេះសម្រាប់បត់បត់មែនវាអត្ថបទរបស់យើងគឺវាមានច្រើនយើងមានអត្ថបទឆ្វេងនិងស្ដាំបាទវាក្នុងវារៀនក្នុងបាទរៀនសម្រាប់យើងគឺមានសម្រាប់មានអ្វីដែលខ្ញុំបានធ្វើមេរៀនខ្ញុំនឹងឆ្វេងស្នាមនេះមកគ្នានឹងបានឃើញអក្សរអ្វីដែលខ្ញុំបានសរសេរហើយនេះគឺឆ្វេងស្នាមហើយទៅបរិបាតបត់បាទមួយទៀតខ្ញុំមិនអនុញ្ញាតបានស្គាល់តែប៉ុណ្ណេះសិនបាទយើងនឹងសូមបង្ហាញបន្តិចទៅបាទមកទៅចូលទៅបាទហ្នឹងហើយនឹងវិធីដូចវាលោតមិនដឹងមកក្នុងទៅនោះនេះតែដូចខ្ញុំជាអក្សរនេះជាងគេដឹងថាយើងទៅសេអក្សរយើងមានទូនាទីនៃការតម្រង់ពេលរបស់គ្នាយើងមានឡើងឆ្វេងនេះខ្ញុំរំសំខាងបាទនេះទូនាទីនៃការឆ្វេងសំស្ដាប់នៃការដឹងបាទនេះដឹងថាđang lấy là lệch muối, lệch phí, lệch bấy, lệch buồn. Nếu lệch muối thì mình đọc này chuế và dừng trịch là keyboard dừng trịch và này hạt thì là lấy là control và dừng trịch chỗ mỗi những bộ của muối và sau ở bàn này thay dừng là hán chuế như trong bữa sáng để ở như này thà lệch nhưng mà chuế là TP mình đọc đừng rầm cần đà thì control E anh hãy dùng râm con còn là râm đào nhà sinh thờ thì
3ដែលថាចុច control បូកស្រួលអស់ដល់ right ទី4យើងចុចសម្រាប់ខាងខាងបូក control បូកសុទ្ធ identify បាទខ្ញុំសូម slash នៅវីដេអូនេះទីសិននៅវីដេអូក្រោយខ្ញុំនឹងការណែនាំប្រាប់អ្នកគ្នាអំពីចំណុចទី2ពីរបៀបរក្សាឯកពីរបៀបរក្សាឯក